សួស្តីអ្នកទាំងអស់គ្នាប្លុករបស់ខ្ញុំថ្ងៃនេះគឺមកមើលការប្រកួតកីឡារ៉ាក់ប៊ីរវាងជម្រើសជាតិប្រទេសញូហ្សេឡង់ហើយនិងប្រទេសអូស្ត្រាលីខ្ញុំគិតថាខ្ញុំសំណាងដែរបែរមានគេឲ្យសវត្ថនឹងមកចូលរួមហើយនឹងទទួលបានបទពិសោធន៍ការប្រកួតនឹងដ៏ល្អមែនតើមុននឹងយើងទៅមើលទស្សនវិជ្ជានៃមើលការប្រកួតមែនតើឥឡូវយើងមកមើលសកម្មភាពខ្លះមុនការប្រកួតសិននៅក្នុងសវត្ថខ្ញុំក៏គេមានរួមបញ្ចូលជាមួយអាហារដែរហើយមុនពេលប្រកួតអញ្ចឹងក៏គេមានជាអាហារសម្រន់ឲ្យយើងអញ្ចឹងយើងញ៉ាំអាហារបើតើយើងមើលសកម្មភាពនិង activity គេមុនពេលប្រកួតនឹងជាក់ស្ដែងយើងឃើញមាន fan គេមកហ្នឹងមកចិត្តពេញ start ហ្នឹងហើយការប្រកួតថ្ងៃហ្នឹងគឺសវត្ថលក់អស់លេងហ្មងហើយដែលខ្ញុំឃើញមានមួយដែលប្លែកគឺគេមានការណែនាំកីឡាករនៅក្នុងការប្រកួតហ្នឹងហ្មងជាធម្មតាមុនការប្រកួតកីឡាផ្សេងគេតែងតែមានការគោរពទង់ជាតិរបស់ប្រទេសទាំងពីរហើយតែនៅនេះក៏មានស្ត្រីម៉ៅរីម្នាក់ដែលគាត់កំពុងតែសម្ដែងការរ៉ាំងកាដែលមានន័យថាការស្វាគមន៍ភ្ញៀវគ្រប់គ្នាផងដែរពីគាត់ស្វាគមន៍ហើយក៏កីឡាករជម្រើសជាតិអូស្ត្រាលីគេចេញមកបន្ទាប់ហើយទៀតក៏ជាកីឡាករជម្រើសជាតិខាងញូហ្សេឡង់ក៏គេចេញមកដើម្បីរៀបចំគោរពទង់ជាតិមុនការប្រកួតតាមអត់ទៀតក្រុមជម្រើសជាតិញូហ្សេឡង់ដែលគេមានឈ្មោះថា All Blacks គឺគេបានធ្វើ performance មួយដែលគេមានឈ្មោះថា Haka performance ហ្នឹងគឺជាប្រពៃណីផុសខាង Maori ដើម្បីស្វាគមន៍ភ្ញៀវហើយនឹងត្រៀមក្នុងការប្រកួតដើម្បីចាប់ផ្ដើមប្រកួតមែនតើក៏មានយន្តហោះ2គ្រឿងរបស់ខាងក្រុមហ៊ុន Air New Zealand ដែលគេហោះកន្លង start ដើម្បីអបអរសាទរការប្រកួតនឹងដែរក៏មកទៀតគេ count down ចាប់ផ្ដើមការប្រកួតនឹងមកតាមពិតកីឡារ៉ាក់ប៊ីហ្នឹងក៏ខ្ញុំអត់សូវដឹងជ្រៅជ្រះហ្មងដែរតែអីដែលខ្ញុំដឹងថាពេលដែលគេលេងគឺគេចង់ឲ្យយកបាល់អោបបាល់ហ្នឹងទៅខាងទីមួយទៀតចឹងណាគេមានខ្សែចុងក្រោយប៉ុន្តែគេបោះបាល់គេអាចបោះបាល់ទៅមុខឯងគេត្រូវបោះបាល់ថយក្រោយនិយាយទៅបាននេះមាន activity រហូតមកអានេះគឺគេឲ្យយើង scan QR ហ្នឹងដើម្បី vote ថាតើគេត្រូវ play បទចម្រៀងមួយណានៅក្នុងសាតដល់ពេលដែលគេប្រកួតហ្នឹងហ្មងពេលដែលពេលប្រកួតនៅក្នុងតង់ទី1ហើយក៏គេមាន dinner ដើម្បីឲ្យយើងញ៉ាំដែរសវត្ថហ្នឹងគឺមាន dinner ទៀតគឺឲ្យខ្ញុំអត់ expect ថាគេឲ្យសវត្ថខ្ញុំហ្នឹងមានទាំង dinner មានទាំងអីហើយច្រកចូល VIP ដែលយើងអត់ត្រូវតែហ្មងជួលតែហ្មងអីច្រើនទេគឺ the best experience និយាយមែនតើណាសវត្ថហ្នឹងបើអត់មានគេឲ្យទេគឺអត់មានលទ្ធភាពទិញខ្លួនឯងហ្មងគឺខ្ញុំគិតថាប្រហែលជាថ្លៃខ្លាំងណាស់ដោយសារតែពេលដែលខ្ញុំឆែកមើលគ្រាន់តែសវត្ថធម្មតាក៏100ជាងដែរ អ
ពេលដែលយើងមកមើលការប្រកួតរ៉ាត់ប៊ីហ្នឹងវាលើសពីការប្រកួតរ៉ាត់ប៊ីដោយសារតែដូចខ្ញុំបានបង្ហាញនៅពីមុនវីដេអូចឹងវាមានជា cultural show ហើយក៏ពេល break time ហ្នឹងក៏វាមាន performance ការច្រៀងការអីដើម្បីទៅដល់យើងរហូតដល់អត់ស្ងាត់ហ្មងពេលញ៉ាំអាហារពេលល្ងាចហើយក៏គេមានជាបង្អែមឲ្យយើងជានំដើម្បីយើងលាងមាត់ដែរហើយនំគេហ្នឹងឆ្ងាញ់ណាស់ហើយខ្ញុំក៏អត់នៅខាងក្នុងហ្នឹងដែរខ្ញុំមកញ៉ាំនំដដែលខ្ញុំមើលគេច្រៀងគេអីដូចខ្ញុំបង្ហាញនៅក្នុងវីដេអូមុនហ្នឹងចឹងក្នុងហ្នឹងគេមាននំ3ប្រភេទគេមានអានំសូកូឡាហើយនំដែលខ្ញុំកំពុងញ៉ាំនេះវារៀងដូចមានរសជាតិក្រូចជូរចឹងណាហើយអានំនេះខាងក្នុងហ្នឹងគឺគេដាក់គីវីប៉ុន្តែអត់សូវឆ្ងាញ់ទេសាច់ខាងខ្ញីយើងមកមើលតង់ទី2គេកំពុងតែចាប់ផ្ដើមហើយតង់ទី2ហ្នឹងគឺសុវ័យមែនតើហើយអ្នកទាំងអស់គ្នាអើយមកមើលបានហ្នឹងមកម៉ោមេអាមកញ៉ាំមកបានខ្លាំងហ្មងមើលគេហុចកណ្ដែមឲ្យញ៉ាំទៀតហើយឥឡូវញ៉ាំទៀតហើយអ្នកទាំងអស់គ្នាខ្ញុំជំនាញដែលគេវោតហើយគេដាក់ឲ្យយើងស្ដាប់នៅក្នុង start ហ្នឹងណាអត់សូវខ្លាំងទេអ្នកនរគ្នាដឹងមិនអត់ពីព្រោះខាងអូស្ត្រាលីស៊ីខាងញូហ្សេឡង់ចឹងអត់សូវមានអ្នកហូរទេហើយគាត់ពីរអ្នកនេះខាងអូស្ត្រាលីហើយចឹងទៅគេឌឺគ្នាជាមួយជើងខ្លួនមកក្នុងហ្នឹងមានតែអូស្ត្រាលីតែគាត់ពីរអ្នកឯងហើយបើខ្ញុំវិញខ្ញុំអត់មាន fan ណាទាំងអស់ខ្ញុំគ្រាន់តែមកដើម្បីមើលសុវ័យហើយទទួលបានបទពិសោធន៍ទេអ្នកនរគ្នាឮសលេងខ្លាំងដោយសារមកអត់ដោយសារក្រុមម្ចាស់ផ្ទះឈ្នះស្របមកមើលការប្រកួតនេះគឺសប្បាយមែនតើហើយខ្ញុំទទួលបានបទពិសោធន៍អីថ្មីច្រើនណាហើយក៏បានយើងយល់ដឹងអំពីវប្បធម៌ផុសម៉ៅរីមកកម្រិតទៀតហើយប្រកួត National Team ហ្នឹងគឺមនុស្សពេញ start មក 46,000 នាក់ជាងហើយក៏សូមចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិ New Zealand ដែលយកឈ្នះក្នុងលទ្ធផលពិន្ទុ 33 ទល់នឹង 24 ហើយវីដេអូខ្ញុំមានប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលមើលតចប់ហើយជួបគ្នានៅវីដេអូក្រោយ